សួស្តីមិត្តទាំងអស់គ្នាស្វាគមន៍មករៀនរស់ podcast យើងនិយាយតាក់ទងពីគំនិតមួយចំនួនដែលអាចធ្វើជីវិតយើងកាន់តែប្រសើរហើយថ្ងៃនេះដែរខ្ញុំចង់ចែកម្លែកតាក់ទងពីការហាត់ប្រាណជាធម្មតាយើងតែងតែដឹងថាយើងទាំងអស់គ្នាគួរតែហាត់ប្រាណដើម្បីសុខភាពខ្លួនឯងហើយនេះគឺជាទម្លាប់មួយដែលខ្ញុំចង់កសាងរាប់ឆ្នាំហើយប៉ុន្តែអត់បានសម្រេចរហូតដល់ប្រហែលជា2ឆ្នាំជាងមុនវាបានសម្រេចហើយខ្ញុំចង់ចែកម្លែកតាក់ទងពីចំណុចហ្នឹងគឺតើធ្វើយ៉ាងម៉េចដើម្បីធ្វើឲ្យខ្លួនយើងចូលចិត្តហាត់ប្រាណព្រោះយើងដឹងហើយថាយើងត្រូវតែហាត់ប្រាណប៉ុន្តែអារម្មណ៍ដែលត្រូវតែហ្នឹងពេលខ្លះក៏វាជាអ្វីមួយដែលធ្វើឲ្យយើងអត់ចង់ធ្វើវាដែរហើយពេលដែលយើងធ្វើវាក៏មានអារម្មណ៍អត់ល្អដែរពេលដែលកំពុងធ្វើវាហ្នឹងប៉ុន្តែពេលដែលយើងចូលចិត្តក្នុងការធ្វើចលនានិងការហាត់ប្រាណការហាត់ប្រាណគឺវាស្វ័យប្រវត្តិហ្មងហើយពេលដែលយើងធ្វើវាក៏វាធ្វើឲ្យយើងមានអារម្មណ៍ល្អហើយចង់ធ្វើវាកាន់តែច្រើនផងដែរដែលហេតុនោះហើយការហាត់ប្រាណគឺវាមកដែលឯងយើងមិនបាច់ខំប្រឹងក៏យើងចាប់ផ្ដើមហាត់ប្រាណខ្លួនឯងដែរចំណុចមួយដែលសំខាន់មែនទែនក្នុងការយើងផ្លាស់ប្ដូរគឺតាក់ទងពីទស្សនៈរបស់យើងតាក់ទងពីការហាត់ប្រាណហ្នឹងបើសិនមកយើងមើលទាំងអស់គ្នាតាក់ទងពីប្រវត្តិសាស្ត្រនៃមនុស្សលោកគឺថាពីមុនមកគឺមនុស្សអត់ដែរហាត់ប្រាណទេព្រោះថាដោយសារអីគឺវាជាអ្វីមួយដែលស្វ័យប្រវត្តិមែនទែនដែលថាយើងត្រូវតែធ្វើចលនាពីមួយថ្ងៃទៅមួយថ្ងៃដើរពីកន្លែងមួយទៅកន្លែងមួយហើយពីមួយថ្ងៃទៅថ្ងៃការងារយើងគឺមានការពលកម្មជាច្រើនដែលហេតុនោះហើយពីមួយថ្ងៃទៅមួយថ្ងៃគឺថាមនុស្សគឺមានការបែកញើសច្រើនបើចាំដាក់ពេល1ម៉ោង2ម៉ោងហាត់ប្រាណមួយថ្ងៃក៏បានដែរគឺដឹងតែធ្វើចលនាស្រាប់ហ្មងព្រោះការងារដែលគាត់ធ្វើរាល់ថ្ងៃដើម្បីជីវិតដើម្បីមុខរបររបស់គាត់គឺតែងតែតម្រូវឲ្យគាត់មានការពលកម្មហើយប៉ុន្តែសប្តាហ៍ថ្ងៃនេះការងារយើងជាច្រើនគឺអង្គុយនៅមួយកន្លែងនៅ office ចុចកុំព្យូទ័រមិនត្រឹមតែប៉ុណ្្នឹងឯងបច្ចេកវិទ្យាក៏ធ្វើឲ្យជីវិតយើងកាន់តែស្រួលដែរដែលធ្វើឲ្យយើងមានចលនាកាន់តែតិចទៅដោយឧទាហរណ៍ថាយើងមិនបាច់ចាំដើរទៅណាឆ្ងាយឬក៏ពេលដែលយើងឃ្លានយើងត្រូវចុចទៅទូរស័ព្ទមកគេដឹកឲ្យយើងមិនបាច់ចាំដើរទៅណាឬក៏ជិះទៅណាខ្លួនឯងឆ្ងាយផងហើយដល់ហេតុនោះហើយដូចប្រហែលជាមួយសតវត្សអីមុនហ្នឹងគឺចាប់ផ្ដើមមានជាការហាត់ប្រាណពីដើមមានមនុស្សមួយចំនួនដែរគាត់ហាត់ប្រាណប៉ុន្តែគាត់ហាត់ដើម្បីអាជីពរបស់គាត់ឬគាត់ហាត់សម្រាប់អូឡ িম্প ិកឬក៏គាត់ហាត់ដើម្បីការចម្បាំងលក្ខណៈអញ្ចឹងមានថាវាជាអាជីពគាត់ផ្ទាល់ហ្មងមិនមែនថាពីមួយថ្ងៃទៅថ្ងៃខ្ញុំធ្វើការនេះហើយខ្ញុំត្រូវហាត់ប្រាណទេហើយដល់បច្ចេកវិទ្យាជឿនលឿនចលនាកាន់តែតិចក៏គេបង្កើតជាការហាត់ប្រាណជាកន្លែងក្លឹបហាត់ប្រាណលក្ខណៈហ្នឹងទៅការហាត់ប្រាណคล้ายជាលក្ខណៈដូចថាពុនដែលយើងត្រូវបង់ដោយសារពីមួយថ្ងៃទៅថ្ងៃយើងអត់ធ្វើចលនាអីសោះហើយដល់ហេតុនោះហើយបានយើងចែងតែមានអារម្មណ៍ថាយើងត្រូវធ្វើវាព្រោះពីមួយថ្ងៃទៅថ្ងៃទី1គឺយើងអត់មានចលនាគ្រប់គ្រាន់ទី2គឺយើងអត់ដឹងថាយើងយកកម្លាំងឬការហាត់ប្រាណទាំងអស់ហ្នឹងយកមកធ្វើអីហើយនេះជាអ្វីមួយដែលថាយើងគួរគិតផ្លាស់ប្ដូរឡើងវិញប្រសិនបើយើងចង់ធ្វើឲ្យការហាត់ប្រាណវាមានភាពរលូនជាងមុនហើយជាអ្វីមួយដែលថាយើងស្រឡាញ់ហើយខ្ញុំនិយាយនេះពីមុនគឺជាមនុស្សដែលស្អប់នៃការហាត់ប្រាណមែនតើហើយសប្តាហ៍ថ្ងៃនេះវិញគឺថាខ្ញុំចូលចិត្តមែនតើគឺថាមិនបាច់ចាំដល់មកហាត់ប្រាណក៏ខ្ញុំថាតនេមាន break ពីការងារអញ្ចឹងខ្ញុំធ្វើចលនាមួយឬក៏ហាត់អីមួយបន្តិចទៅថា 2-3 នាទីក៏បានដែរព្រោះថាសារអីខ្ញុំមានអារម្មណ៍សប្បាយក្នុងការធ្វើវាហើយបើសិនបើយើងធ្វើបែបហ្នឹងបានគឺថាសុខភាពនិងរាងកាយយើងវានឹងរឹងមាំដោយយើងមិនចាំបាច់ខំប្រឹងផងព្រោះថាយើងធ្វើវាដោយស្វ័យប្រវត្តិបាត់ឯហ្នឹងយើងមិនចាំបាច់ដល់តែយើងមានជំងឺអីមួយយើងទៅពេទ្យឬក៏គ្រូពេទ្យចាប់ផ្ដើមបង្ខំយើងថាយើងគួរញ៉ាំបែបនេះឬក៏យើងគួរហាត់ប្រាណបែបនេះបានយើងចាប់ផ្ដើមធ្វើវាហើយការផ្លាស់ប្ដូរពីការត្រូវតែហាត់ប្រាណទៅជាការចង់ហាត់ប្រាណគឺជាអ្វីមួយដែលថាវាអាចរៀងស្មុគស្មាញបន្តិចប៉ុន្តែក៏វាសាមញ្ញដែរហើយនេះគឺជាមេរៀនមួយចំនួនដែលខ្ញុំចង់ចែកម្លែកដល់អ្នកនរគ្នាទី1គឺឈប់មើលការហាត់ប្រាណគឺជាការហាត់ប្រាណដែលយើងតែងតែឃើញដូចឧទាហរណ៍ថាពេលដែលយើងនិយាយហាត់ប្រាណយើងគិតឃើញលើកអាំងតែឬក៏យូហ្គាអីចឹងថាយើងដឹងប្រហែលមុខហើយជាធម្មតាយើងទៅសាកអាហ្នឹងហើយយើងអត់ចូលចិត្តយើងថាខ្ញុំអត់ចូលចិត្តហាត់ប្រាណប៉ុន្តែការហាត់ប្រាណចំពោះខ្ញុំគឺថាវាមានច្រើនមែនតើឲ្យតែវាជាចលនាមួយដែលធ្វើយើងបែកញើសស្រួលហើយយើងចូលចិត្តអាហ្នឹងគឺជាអ្វីមួយដែលល្អហើយចំពោះខ្ញុំគឺថាខ្ញុំសាកល្បងច្រើនមែនតើគឺខ្ញុំសាកលក្ខណៈដូចជា calisthenics ដូចជាការហាត់ប្រាណជាមួយនឹងទម្ងន់ខ្លួនយើងសុទ្ធហើយក្បាច់គុណ capoeira ហើយក៏សាកផ្សេងជាច្រើនដែរដូច yoga លើកអង្តែអីហ្នឹងហើយដោយសារតែខ្ញុំសាកច្រើនហ្នឹងបានខ្ញុំចាប់ផ្ដើមដឹងហើយថាតាមមួយណាទៅតែខ្ញុំចូលចិត្តទៅហើយការហាត់ប្រាណដូចឧទាហរណ៍ការរាំក៏ជាការហាត់ប្រាណដែរហើយយើងត្រូវដឹងថាតើយើងចូលចិត្តអ្វីហើយយើងធ្វើអានឹងកាន់តែច្រើនមកឲ្យតែយើងធ្វើចលនាកាន់តែច្រើនគឺវាកាន់តែល្អហើយព្រោះម្យ៉ាងទៀតយើងត្រូវដឹងការដែលយើងមានអារម្មណ៍ចូលចិត្តនៅការធ្វើចលនានៃការហាត់ប្រាណយើងក៏ចាប់ផ្ដើមចង់ហាត់ប្រាណកាន់តែច្រើនផងដែរដូចឧទាហរណ៍ចំពោះខ្ញុំហាត់ក្បាច់គុណ capoeira អញ្ចឹងខ្ញុំចូលចិត្តហើយខ្ញុំមើលមកគឺថាការហាត់ហ្នឹងគឺវាមានតម្រូវការដូចជា
ភាពបត់បែននៃខ្លួនប្រាណឬក៏កម្លាំងអីចឹងហើយខ្ញុំវាអត់មានទាំងអស់នឹងគ្រប់ហើយចឹងទៅបាទខ្ញុំចាប់ផ្ដើមហាត់ប្រាណដើម្បីយកកម្លាំងមកដើម្បីហាត់អាហ្នឹងឲ្យកាន់តែល្អអញ្ចឹងបើសិនបើយើងមើលមកចលនាទាំងមូលគឺថាវាមានច្រើនមែនតើយើងកុំសាក់លបងដូចថាយើងឃើញគេជាច្រើនទៅថាលើកអង្តែយើងលើកអង្តែយើងអត់ចូលចិត្តហើយយើងគិតថាយើងអត់ចង់ហាត់ប្រាណប៉ុន្តែមើលវាឲ្យទូលំទូលាយជាងមុនតើមានចលនាផ្សេងណាទៀតដែលថាយើងមកអូសុបាយខ្ញុំចង់ធ្វើហើយខ្ញុំចង់សាក់ទាំងអស់ហ្នឹងហើយទាំងអស់ហើយបានយើងបណ្ដុះបណ្ដាចិត្តសតិរបស់យើងតាក់ទងពីការហាត់ប្រាណហ្នឹងដូចចំពោះខ្ញុំផ្ទាល់ពេលដែលខ្ញុំហាត់ប្រាណឆ្នាំទី1ដូចជាឆ្នាំ2021គឺខ្ញុំចាប់ផ្ដើមលើកអង្តែហើយខ្ញុំឃើញដូចថាកំណើននៃសាច់ដុំអីមែនប៉ុន្តែការហាត់ប្រាណហ្នឹងទោះបីជាខ្លីថាម្ដង20នាទីក៏ដោយគឺខ្ញុំបន់ឲ្យតែវាចប់ទេព្រោះដោយសារអីគឺថាខ្ញុំអត់ចូលចិត្តការហាត់ប្រាណទេតែពេលដែលខ្ញុំផ្លាស់ប្ដូរទៅការហាត់ប្រាណនៅអ្វីដែលខ្ញុំស្រឡាញ់និងចូលចិត្តគឺថាមិនបាច់ចាំដល់ម៉ោងហាត់ទេគឺថាខ្ញុំចាប់ដើមហាត់ហ្មងឬក៏ខ្ញុំហាត់អាចលើសម៉ោងផងហើយវាគឺមានភាពងាយស្រួលមែនតើហើយនេះគឺជាការផ្លាស់ប្ដូរមួយយើងគួរធ្វើយើងកុំ fix តាក់ទងពីការគិតពីសកម្មភាពដែលថាយើងអាចហៅថាការហាត់ប្រាណប៉ុន្តែមើលទូលំទូលាយជាងមុនតើចលនាណាខ្លះដែលយើងអាចចូលចិត្តក្នុងការធ្វើវាឡើងហើយការដែលយើងចូលចិត្តធ្វើចលនាឬការហាត់ប្រាណកាន់តែច្រើនគឺទាំងហ្នឹងវារលូននឹងឯងបាច់ចាំបខំចិត្តបាច់ចាំណាគេទាញតែហាត់ប្រាណក៏យើងទៅខ្លួនឯងបានដែរទី2គឺថាចាប់ផ្ដើមតាក់ទងពីការមានគោលដៅច្បាស់លាស់មុនហ្នឹងខ្ញុំនិយាយគឺថាពីជំនាន់ដើមគេហាត់ប្រាណគឺដោយសារជាអាជីពរបស់គេដើម្បីយកទៅចម្បាំងឡាក់ហើយយើងត្រូវមើលដែរតាក់ទងពីគោលដៅរបស់យើងព្រោះថាការដែលយើងមានគោលដៅច្បាស់លាស់វាក៏ជាអ្វីមួយដែលជំរុញយើងក្នុងការហាត់ប្រាណផងដែរព្រោះថាយើងដឹងយើងហាត់ដើម្បីអីគោលដៅអ្វីខ្លះហើយជាពិសេសការដែលយើងមានគោលដៅក៏វាជួយកំណត់នៃការសិក្សារបស់យើងដែរដែលថាប្រសិនបើគោលដៅខ្ញុំហាត់ដើម្បីអានេះហើយខ្ញុំចាប់ផ្ដើមគិតឲ្យប្រសិនបើខ្ញុំចង់បានអាហ្នឹងតើខ្ញុំគួរហាត់យ៉ាងម៉េចតើលំហាត់ប្រាណណាខ្លះដែលខ្ញុំគួរមានដើម្បីជួយឲ្យខ្ញុំទៅដល់ហ្នឹងត្រូវចឹងថាមានគោលដៅគឺសំខាន់មែនតើហើយជាធម្មតាពេលដែលយើងនិយាយតាក់ទងពីគោលដៅក្នុងការហាត់ប្រាណវារៀងលក្ខណៈសាមញ្ញពេកពេលដែលយើងគិតវាពេលខ្លះដើម្បីស្រកគីឡូរៀងល្អខ្ញុំបើកមើលនៅក្នុង social media គឺថា marketing ដូចការធ្វើទីផ្សារតាក់ទងពីការហាត់ប្រាណជាច្រើនគឺថាស្រកទម្ងន់ហាត់យករៀងឡាក់ទាំងអស់ហ្នឹងវាអត់មានខុសទេប៉ុន្តែយើងត្រូវគិតចេះដែរគឺថាតើគោលដៅរបស់យើងគឺដើម្បីខ្លួនយើងឬក៏ដើម្បីអ្នកដទៃកុំឲ្យគាត់ដូចថាមើងងាយរៀងយើងឬក៏តិទៀនរៀងយើងហើយការធ្វើបែបហ្នឹងខ្ញុំនិយាយមែនគឺវាដូចជាយកការហាត់ប្រាណមកធ្វើឲ្យមានសម្ពាធនៅលើខ្លួនឯងហ្មងដូចជាការធ្វើបាបដូចជា punishment មួយសម្រាប់ខ្លួនឯងអញ្ចឹងហើយទាំងអស់ហ្នឹងគឺមិនមែនជាអារម្មណ៍មួយល្អចំពោះខ្ញុំផ្ទាល់ខ្ញុំហាត់ប្រាណមិនមែនដើម្បីឲ្យរៀងល្អដើម្បីឲ្យគេចូលចិត្តដើម្បីឲ្យគេមើលមករៀងលយអីចឹងទេប៉ុន្តែខ្ញុំហាត់ប្រាណគឺដើម្បីឲ្យមានអ្វីមួយដែលគេហៅថាឯករាជ្យភាពនៃខ្លួនប្រាណរបស់ខ្ញុំហ្នឹងពេលខ្ញុំចង់ធ្វើអីខ្ញុំធ្វើបានពេលខ្ញុំត្រូវលើកអីខ្ញុំលើកបានពេលដែលខ្ញុំត្រូវលើកខ្លួនឯងទម្ងន់ទាំងមូលគឺថាខ្ញុំអាចធ្វើបានហើយដែលហេតុនោះហើយវាធ្វើឲ្យខ្ញុំមានភាពឯករាជ្យជាមនុស្សម្នាក់ដែលថាអាចពឹងលើខ្លួនឯងបានហើយទាំងអស់ហ្នឹងគឺថាវាធ្វើឲ្យខ្លួនខ្ញុំគឺថាវាមានអារម្មណ៍ល្អមែនតើហើយឯករាជ្យមួយទៀតគឺក្នុងការបង្ហាញខ្លួនឯងក្នុងការ express ខ្លួនឯងដោយតែប្រសិនបើខ្ញុំចង់ធ្វើចលនាមួយចង់ប៉ាហ៊ីអីគឺថាខ្ញុំធ្វើបានពេលដែលខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ធ្វើវាគឺខ្ញុំអាចធ្វើបានអញ្ចឹងយើងត្រូវមើលមកខ្លួនយើងកុំយកការគិតអ្នកដទៃមករចនានៃគោលដៅរបស់យើងក្នុងការហាត់ប្រាណទៅតាមដំណើរនៃការហាត់ប្រាណរបស់ខ្ញុំមើលឃើញតាក់ទងពីគោលដៅនៃការហាត់ប្រាណហ្នឹងវាមាន3ផ្នែកដែលថាយើងអាចមើលទៅលើទី1គឺអ្នកបង្ហាញម៉ូដផ្នែកទី1អ្នកបង្ហាញម៉ូដហ្នឹងលក្ខណៈមួយថាយើងហាត់ដើម្បីឲ្យមានរាងកាយមួយដែលថាល្អអញ្ចឹងវាអាចទៅតាមអាជីពរបស់យើងអាចជាអ្នកបង្ហាញម៉ូដយើងអាចជាតួអង្គក្នុងរឿងមួយដែលយើងត្រូវថតអីហើយពេលខ្លះគឺវាមែនដែលថាយើងត្រូវការទាំងអស់ហ្នឹងហើយណាមួយពេលដែលយើងមានរាងកាយដែលថាល្អយើងឈោះចောက်ទៅក៏វាមានអារម្មណ៍ល្អដែរហើយក៏សំខាន់កន្លែងនេះមួយដូចខ្ញុំនិយាយមុនអញ្ចឹងធ្វើដើម្បីខ្លួនឯងកុំធ្វើដើម្បីសម្របនឹងមតិអ្នកដទៃផ្នែកទី2គឺភាពជាកីឡាករម្នាក់គឺយើងមើលតាក់ទងពីសុខភាពយើងទាំងមូលហ្មងកម្លាំងយើងពីមួយថ្ងៃទៅថ្ងៃតើយើងមានកម្លាំងអត់សុខភាពយើងល្អឬអត់បើសិនមកយើងត្រូវរត់គឺយើងរត់បានអត់យើងរត់បានយូរអត់ឬក៏យើងត្រូវលើកអីយើងលើកបានអត់ហើយទាំងអស់ហ្នឹងក៏វាត្រូវការដែរក្នុងពីមួយថ្ងៃទៅថ្ងៃនៅក្នុងជីវិតរបស់យើងបើសិនមកយើងអត់មានកម្លាំងគ្រប់គ្រាន់ឬក៏បេះដូងយើងវាអត់សប់ខ្យល់វាអត់គ្រប់គ្រាន់អីចឹងគឺយើងចាប់ផ្ដើមមានអារម្មណ៍ថាងាយហត់ឬក៏ចុកខ្លួនចុកអីដែរហើយគោលដៅនៅក្នុងហ្នឹងអាចថាខ្ញុំចង់ធ្វើឲ្យបានអវងឲ្យបាន40ក្នុងពេលតែមួយឬក៏យើងចង់ pull up ឲ្យបាន10អីចឹងទៅហើយទាំងអស់ហ្នឹងវានឹងពង្រឹងខ្លួនប្រាណយើងសុខភាពយើងហើយធ្វើឲ្យយើងមានកម្លាំងច្រើនជាងមុនយើងគួរតែមានគោលដៅដែលវាស្របជាមួយនឹង
សុខភាពរបស់យើងហ្មងហើយខ្ញុំនិយាយតាក់ទងពីសុខភាពនេះជាធម្មតាពេលដែលយើងនិយាយតាក់ទងពីសុខភាពថាសុខភាពល្អយើងតែងតែគិតពីការអត់ឈឺគឺថាអត់ឈឺសោះហ្មងប៉ុន្តែពេលដែលយើងគិតខ្លួនយើងជាកីឡាករម្នាក់គឺមិនមែនសុខភាពដែលថាអត់ឈឺគឺសុខភាពមួយដែលមាំហើយនេះគឺជាគោលដៅមួយដែលយើងគួរមើលទៅលើហើយទី3គឺហាត់ដូចលក្ខណៈជាសិល្បករម្នាក់ចំពោះខ្ញុំនេះគឺជាផ្នែកនៃការហាត់ប្រាណមួយដែលធ្វើឲ្យមានភាពរីករាយច្រើនព្រោះថាយើងមិនមែនហាត់ប្រាណដូចថាលើកដុំដៃឲ្យបានច្រើនហើយប៉ុណ្ណឹងបានប៉ុន្តែយើងគួរមើលថាតើយើងយកកម្លាំងទាំងអស់ហ្នឹងយកមកធ្វើអីវាអាចដូចជាការយកមករាំចលនាផ្សេងៗដើម្បីបង្ហាញខ្លួនយើងហើយទាំងអស់ហ្នឹងគឺថាវាធ្វើឲ្យមានអារម្មណ៍ល្អព្រោះថាយើងមិនមែនទៅដល់ហាត់ប៉ុន្តែយើងចេះនៅក្បាច់អីមួយថ្មីឬក៏យើងអាចធ្វើចលនាមួយចំនួនដែលមនុស្សជាច្រើនអត់អាចធ្វើបានអីចឹងហើយទាំងអស់ហ្នឹងក៏ផ្ដល់នូវអារម្មណ៍រីករាយជាច្រើនដែរហើយមួយទៀតនៅចំណុចហ្នឹងគឺថាពេលដែលយើងសិក្សាតាក់ទងពីចលនាមួយចំនួនពេលខ្លះក៏វាពិបាករៀនដែរដូចឧទាហរណ៍ប៉ាហ៊ីឬក៏ flip ឬក៏អីហ្នឹងទាំងអស់ហ្នឹងគឺថាវាពិបាកមែនតើចំពោះខ្ញុំការរៀននៅក្បាច់ទាំងអស់ហ្នឹងវាដូចជាការលេងហ្គេមអញ្ចឹងថាយើងបើកឡើង level អញ្ចឹងទៅយើង up skill អីមួយទៅហើយពេលដែលរៀនចេះក្បាច់មួយជំនាញមួយអីចឹងគឺវាផ្ដល់នូវអារម្មណ៍ល្អមែនតើជាធម្មតាពេលដែលយើងហាត់ប្រាណដូចថាលើកដុំដែកលើកឲ្យបាន personal record PR ដូចថាថ្ងៃមុនខ្ញុំលើកបាន40ថ្ងៃនេះខ្ញុំលើកបាន42អូខេ new record ហើយតែហាត់ប្រាណគឺអញ្ចឹងរហូតប៉ុន្តែពេលដែលយើងរៀនហាត់នៃក្បាច់ឬជំនាញអីមួយវានឹងផ្លាស់ប្ដូររហូតមិនមែនតែថែមដុំដែកហើយទាំងអស់ហ្នឹងនឹងជំរុញឲ្យយើងមើលតាក់ទងពីការហាត់ប្រាណរបស់យើងខុសពីមុនអូខេមុនហ្នឹងយើងនិយាយតាក់ទងពីស្វែងរកនៅសកម្មភាពដែលថាយើងស្រឡាញ់និងចូលចិត្តធ្វើចង់ធ្វើហើយមួយទៀតគឺថាមានគោលដៅហើយទី3គឺថាធ្វើឲ្យអ្វីដែលយើងចូលចិត្តធ្វើហ្នឹងវាងាយស្រួលក្នុងការធ្វើវាដូចឧទាហរណ៍ចំពោះខ្ញុំចូលចិត្ត pull up ឬក៏ hanging អីចឹងហើយដល់ហេតុនោះហើយនៅផ្ទះខ្ញុំដាក់ដូចលក្ខណៈ pull up bar មួយចឹងទៅពេលដែលថាតនេឬក៏ធ្វើការចឹងហើយត្រូវទៅបន្ទប់ទឹកអូខេឃើញ pull up bar អូខេអាចធ្វើ1ឬក៏2 pull up អីចឹងមកគឺវាមិនមែនជា work out ប៉ុន្តែគ្រាន់ថាលេងអីចឹងហើយពេលដែលធ្វើបែបហ្នឹងគឺថាខ្ញុំចាប់ផ្ដើមធ្វើចលនាពីមួយថ្ងៃទៅមួយថ្ងៃគឺវាងាយស្រួលជាងមុនហើយមិនត្រឹមតែប៉ុណ្្នឹងគឺថាយើងឈប់មើលតក្កណៈថាការហាត់ប្រាណគឺវាជាអ្វីមួយដែលកើតឡើងតែនៅក្លឹបហាត់ប្រាណនៅកន្លែងហាត់ប្រាណប៉ុន្តែបើសិនមកយើងចូលចិត្តធ្វើចលនាគឺថាពីមួយថ្ងៃទៅថ្ងៃនៅក្រៅពីក្លឹបហាត់ប្រាណគឺយើងធ្វើចលនាច្រើនជាងមុនហើយការធ្វើបែបហ្នឹងក៏សុខភាពយើងវាកាន់តែរឹងមាំផងដែរព្រោះថាអ្នកហាត់ប្រាណជាច្រើនផងដែរគឺពេលខ្លះគាត់ហាត់ប្រាណពេលតែហាត់ប្រាណគឺថាបាច់ញើសច្រើនមែនតែមកដល់ផ្ទះគឺថាគាត់អង្គុយរហូតឬអង្គុយកោងខ្នងឬក៏ធ្វើអ្វីផ្សេងដែលថាដូចជាមនុស្សនានាដែលថាគាត់អត់ហាត់ប្រាណដែរដែលថានឹងអង្គុយរហូតពីមួយថ្ងៃទៅថ្ងៃអញ្ចឹងមកយើងចូលចិត្តហាត់ប្រាណឯមួយដាក់វានៅផ្ទះមកទិញឧបករណ៍ដាក់នៅផ្ទះមកអញ្ចឹងទៅវាស្រួលក្នុងការធ្វើវាក៏មើលមកទៅថាការហាត់ប្រាណគឺមានតែម៉ោងនេះឬក៏ការហាត់ប្រាណគឺនៅកន្លែងក្លឹបហាត់ប្រាណនឹងបានប៉ុន្តែធ្វើឲ្យមានភាពងាយស្រួលជាងមុនដល់ហេតុនោះហើយគឺពេលណាក៏យើងអាចមានសកម្មភាពផ្សេងជាងមុនផងដែរអញ្ចឹងចាប់ផ្ដើមមើលតាក់ទងពីសកម្មភាពនៃការហាត់ប្រាណកុំមើលការហាត់ប្រាណតែជាសកម្មភាពមួយចំនួនថាយើងឃើញមនុស្សជាច្រើនធ្វើធាក់កង់រត់ឬក៏ការលើកអង្តែ yoga អីចឹងប៉ុន្តែមើលមានច្រើនមែនតើយើងត្រូវរៀនសិក្សា research ខ្លួនឯងតើមានអ្វីផ្សេងទៀតដែលយើងអាចធ្វើសូម្បីតែការរាំក៏វាជាការហាត់ប្រាណមួយដែរហើយការរាំគឺវាមានច្រើនប្រភេទច្រើនក្បាច់ច្រើនអីទៀតហើយយើងសាកល្បងមើលថាតើអ្វីទៅដែលថាយើងចូលចិត្តយើងចង់ធ្វើហើយមួយទៀតគឺថាចាប់ផ្ដើមមើលគោលដៅកុំមើលតែរៀងស្រកគីឡូប៉ុន្តែមើលផ្នែកផ្សេងតាក់ទងពីសុខភាពតាក់ទងពីការបង្ហាញខ្លួនយើងជាសិល្បករម្នាក់ហើយទាំងអស់ហ្នឹងក៏វាជាអ្វីមួយដែលបង្ហាញផ្លូវយើងថាយើងគួរទៅណាហើយវាផ្ដល់លក្ខណៈមួយថាជាគោលបំណងច្បាស់លាស់តើយើងហាត់ដើម្បីអីគឺមិនមែនមួយថ្ងៃយើងត្រូវទៅហាត់ប្រាណដោយសារយើងត្រូវតែហាត់ប្រាណប៉ុន្តែយើងហាត់ប្រាណដើម្បីសម្រាប់គោលដៅអីមួយហើយទាំងអស់ហ្នឹងវានឹងជំរុញយើងឲ្យយើងទៅមុខហើយទី3គឺបើសិនមកយើងស្វែងយល់ថាយើងចូលចិត្តអីមួយហើយយើងធ្វើវាឲ្យញឹកញាប់ពីមួយថ្ងៃទៅមួយថ្ងៃកុំរងចាំដល់ថ្នាក់ហាត់ប្រាណហ្នឹងឬក្លឹបហាត់ប្រាណហ្នឹងបានយើងចាប់ផ្ដើមហាត់គឺពេលតនេ1នាទី2នាទីបើអាចធ្វើបានយើងធ្វើមកហើយទាំងអស់ហ្នឹងក៏វាជួយតាក់ទងពីសុខភាពយើងទាំងមូលផងដែរហើយនឹងផ្ដល់ភាពរីករាយជាច្រើននៅក្នុងជីវិតរបស់យើងផងដែរហើយខ្ញុំគិតថានេះជាអ្វីមួយដែលអាចផ្លាស់ប្ដូរបានដោយខ្ញុំធ្លាប់បាននិយាយអញ្ចឹងគឺខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែលស្អប់ការហាត់ប្រាណមែនតើហើយសប្តាហ៍នេះគឺថាខ្ញុំចូលចិត្តធ្វើវាខ្លាំងមែនតើខ្ញុំគិតថានេះគឺជាការផ្លាស់ប្ដូរដែលថាយើងអាចធ្វើបានកុំមើលថាយើងមិនចូលចិត្តហាត់ប្រាណបើសិនម្នាក់ទាំងអស់គ្នាអត់ចូលចិត្តហាត់ប្រាណវា more likely គឺថាភាគច្រើនមែនតើថា
អ្នកទាំងអស់គ្នាអត់ទាន់ស្វែងរកឃើញសកម្មភាពឬក៏ចលនាមួយដែលអ្នកទាំងអស់គ្នាចូលចិត្តទេអញ្ចឹងចាប់ផ្ដើមសាកល្បងនៅអ្វីថ្មីហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងស្វែងរកឃើញនៅចលនាដែលអ្នកទាំងអស់គ្នាចូលចិត្តអញ្ចឹងអរគុណមែនទែនក្នុងការស្ដាប់អេពីសូតនេះបើសិនមកអ្នកទាំងអស់គ្នាចូលចិត្តរៀនរស់ podcast អ្នកទាំងអស់គ្នាអាចចែកម្លែក share រៀនរស់ podcast ទៅមិត្តភ័ក្តិនិងគ្រួសាររបស់អ្នកព្រោះថាវាក៏អាចជាអ្វីមួយដែលជួយពួកគាត់ផងដែរអញ្ចឹងអរគុណមែនទែនក្នុងការស្ដាប់ហើយសុខភាពល្អចាំជួបគ្នាថ្ងៃក្រោយក្នុងអំឡុងពេលនេះអភិវឌ្ឍខ្លួនជានិច្ច